ពេលប្រើក្រែមអស់ដងអ្នកនរគ្នាច្រើនតែបោះចោលត្រូវអត់យ៉ាងពេលអស់លើកក្រោយកុំបោះចោលណាសាកល្បងធ្វើក្រែមឡើងវិញងាយសម្រាប់បងអូនដែលចង់បានក្រែមពេញបែបនេះឡើងវិញតើយើងទៅសាកល្បងធ្វើជាមួយគ្នាណាវិធីធ្វើងាយដោយគ្រាន់តែអ្នកទាំងអស់គ្នាហ្នឹងឆ្កឹះក្រែមដែលនៅសល់ក្នុងដបចាស់ហ្នឹងបងប្អូនមានមួយឆ្កឹះមួយមានពីរឆ្កឹះពីរមកដាក់នៅក្នុងកូនកែវតូចមួយមានក្រែមអស់ពីរពណ៌គឺពណ៌ផ្កាឈូកហើយនិងក្រែមរលោងអញ្ចឹងខ្ញុំដាក់វាចូលគ្នាដើម្បីឲ្យបានពណ៌ថ្មីមួយទៀតអញ្ចឹងអ្នកនរគ្នាយកឧបករណ៍ស្អាតមួយមកហើយយើងឆ្កឹះឲ្យអស់ពីក្នុងដបបន្តមកទៀតបើសិនបើអ្នកនរគ្នាមានពណ៌ផ្សេងដែលចូលចិត្តអ្នកនរគ្នាអាចបន្ថែមបន្តិចមកហើយយើងប្រើជាមួយនឹងកមួនវ៉ាសេលីនបងប្អូនអាចលេងមើលប្រមាណដែលអាចចូលទៅក្នុងក្រែមដបចាស់យើងវិញណាអញ្ចឹងយើងដាក់មកល្មមតាមដែលយើងចង់បានហើយកូរវាឲ្យសព្វអ្នកនរគ្នាកូរឲ្យសព្វមកឲ្យមើលទៅចូលសាច់គ្នាល្អហើយយើងនឹងទទួលបានក្រែមពណ៌ថ្មីមួយទៀតបន្ទាប់មកបងប្អូនអាចយកវាទៅកម្ដៅក្នុងឆ្នាំងយើងដាក់ទឹកបន្តិចមកបងប្អូនប្រើឆ្នាំងអីក៏បានឬក៏ដាក់ក្នុង microwave ក៏បានដែរយើងកម្ដៅតិចកុំឲ្យទឹកពុះហៀចូលកូនកែវយើងមើលឃើញថារលាយសព្វហើយយើងអាចលើកចេញមកក្រៅមកហើយបន្ថែមជាមួយនឹងក្លិនដែលយើងចូលចិត្តបើអត់មានមេក្លិនទេមិនបាច់ដាក់ក៏បានដែរហើយយើងចាក់ចូលទៅក្នុងបំពង់របស់យើងហ្នឹងដែលយើងឆ្កឹះក្រែមចេញហ្នឹងហើយយកទៅដាក់ក្នុងទូទឹកកកបើបងប្អូនអត់ចង់ដាក់ទេទុកនៅខាងក្រៅហ្នឹងក៏វាកកដែរបន្ទាប់ពីកកហើយគឺយើងអាចយកមកប្រើបានចាងាយពណ៌ថ្មីឃើញពណ៌ដិតអញ្ចឹងតែពេលយើងលាបលើដៃវាអត់សូវដិតទេអ្នកនរគ្នាអញ្ចឹងក្រែមរបស់យើងធ្វើហើយបាយបាយអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយអរគុណ